ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ញ៉ាំធម្មជាតិញ៉ាំធម្មជាតិញ៉ាំពេញមាត់ដោយដែលបងប្អូនបានឃើញនៅក្បាលវីដេអូស្រាប់អញ្ចឹងថារដូវព្រីងចាប់ផ្ដើមមកដល់ហើយអញ្ចឹងបងប្អូនសាកសម័យមើលនៅពេលដែលបងប្អូនមានព្រីងហើយយកទៅដាក់ក្លាសេឲ្យត្រជាក់បន្តមកទៀតបងប្អូនបុកអំបិលម្ទេសឲ្យរៀងហឹរបន្តិចមកហើយបងប្អូនយកវាមកក្លុកចូលគ្នាមកក្លុកឲ្យចាប់វាមួយគ្រាប់មកដាក់ក្នុងមាត់អូយតើបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរគាត់តែនឹកឃើញក៏ដឹងថាជាតិអញ្ចឹងនៅក្បែរផ្ទះខ្ញុំបានដាំដើមព្រីងចំនួន2 3ដើមដែរបន្ទាប់ពីមកមើលវាក៏ឃើញថាវាមានផ្លែហើយក៏មានទុំមួយចំនួនអញ្ចឹងណាបងប្អូនដោយតែបងប្អូនដឹងស្រាប់ហើយថាព្រីងវាផ្លែជាចង្កោមហើយដើមរដូវអញ្ចឹងគឺវាមិនទាន់ទុំទាំងអស់ទេអញ្ចឹងណាអញ្ចឹងវាចង្កោមទៅវាមានទុំខ្លះវាមានខ្ចីខ្លះអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីឃើញដូចអញ្ចឹងហើយក៏បានឡើងមកបេះប្រលេះយកតែអាណាទុំអញ្ចឹងណាបងប្អូនព្រោះទុកអាខ្ចីឲ្យវាទុំនៅពេលក្រោយយើងចាំបេះនៅពេលវាទុំជាបន្តទៀតបន្ទាប់ពីបេះបានសមល្មមហើយក៏ខ្ញុំយកទៅដាក់ក្នុងទូក្លាសេបន្ទាប់មកខ្ញុំនឹងបុកអំបិលឲ្យរៀងហឹរល្មមហើយខ្ញុំនឹងធ្វើការក្លុកវាញ៉ាំវាឲ្យណាណៃម្ដងប៉ុន្តែក្នុងវីដេអូនេះបងប្អូនឃើញតែសកម្មភាពបេះទេអញ្ចឹងណាតែបងប្អូនសាកសម័យមើលខ្លួនឯងទៅតើនៅពេលដែលបងប្អូនមានព្រីងធំអញ្ចឹងហើយបងប្អូនដាក់ក្លុកជាមួយអំបិលតើវាមានរសជាតិយ៉ាងណាដែរសូមអរគុណបងប្អូនទាំងអស់គ្នា